នៅភូមិបាក់ដាវឲ្យតែដល់រដូវច្រូតកាត់និងរដូវធ្វើអំបុកអ្នកភូមិតែងតែនាំគ្នាចូលដេកពីប្រលប់ព្រោះមានរឿងដំណាលថាកាលពី20ឆ្នាំមុនមានស្ត្រីម្នាក់ឈ្មោះនាងទេពបានស្លាប់ទាំងអយុត្តិធម៌ខណៈពេលកំពុងបុកអំបុកម្នាក់ឯងនៅកណ្ដាលយប់ដើម្បីយកទៅលក់ចិញ្ចឹមកូននាងត្រូវចោលដាច់បាយសម្លាប់ប្លន់យកមាសកេតហើយសពរបស់នាងត្រូវបានគេអូសទៅចោលក្នុងរោងត្បាល់នោះវិបុលជាយុវជនមកពីភ្នំពេញដែលមិនសូវជឿលើរឿងខ្មោចព្រាយបិសាចគេបានត្រឡប់ទៅលេងស្រុកកំណើតដូនតានៅភូមិបាក់ដាវនោះយប់មួយម៉ោងប្រហែល12រំលងអធ្រាត្រខណៈដែលអ្នកភូមិដេកលក់អស់វិបុលបានដើរកាត់រោងត្បាល់ចាស់មួយនៅខាងក្រោយផ្ទះយាយរបស់គេដើម្បីទៅបត់ជើងតូចស្រាប់តែតុកសំឡេងបុកអំបុកបន្លឺឡើងយឺតចេញពីរោងត្បាល់ដែលបោះបង់ចោលនោះវិបុលគិតក្នុងចិត្តថាប្រហែលជាមានអ្នកភូមិណាមកលួចបុកអំបុកទាំងយប់ហើយមើលទៅដោយចង់ដឹងគេក៏ដើរទៅអើតមើលតាមប្រហោងជញ្ជាំងស្លឹកត្នោតដែលរហែកអ្វីដែលវិបុលបានឃើញគឺស្ត្រីម្នាក់ស្លៀកពាក់ខ្មៅវាលខ្នងសក់វែងអន្លាយបាំងមុខជិតកំពុងកាន់អង្រែឈើយ៉ាងធំបុកចុះឡើងទៅក្នុងត្បាល់ប៉ុន្តែអ្វីដែលធ្វើឲ្យវិបុលត្រជាក់ចុងដៃចុងជើងនោះគឺក្នុងត្បាល់គ្មានស្រូវទេមានតែដុំសាច់និងឈាមស្រស់ដែលកំពុងខ្ទាតចេញមកក្រៅសំឡេងបុកមិនមែនជាសំឡេងឈើប៉ះឈើទេប៉ុន្តែជាសំឡេងផ្លក់អ៊ីដោយគេបុកសាច់ឆៅភ្លាមនោះស្ត្រីម្នាក់នោះក៏ឈប់បុកហើយងាកក្បាលមកយឺតមិនមែនងាកតែខ្លួនទេគឺក្បាលរបស់នាងបង្វិលបាន360សើកមករកវិបុលមុខរបស់នាងរលេះរលួយភ្នែកម្ខាងលៀនចេញមកក្រៅហើយនាងសួរដោយសំឡេងស្អកថាចង់ញ៉ាំអំបុកសាច់មនុស្សជាមួយអញទេវិបុលភ័យខ្លាំងពេករហូតដួលផ្ងាជើងហើយខំវាថយក្រោយទាំងញ័រតាក់ទុំគេរត់ត្រឡប់ទៅផ្ទះវិញទាំងមិនដឹងទីតំបន់លុះព្រឹកឡើងអ្នកភូមិបានឃើញវិបុលសន្លប់នៅមាត់របងរោងត្បាល់អ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺនៅលើដៃនិងអាវរបស់វិបុលមានជាប់សុទ្ធតែកំទេចអំបុកលីឈើនិងសក់មនុស្សចាប់តាំងពីថ្ងៃនោះមកវិបុលក្លាយជាមនុស្សម្នាក់ដែលលែងនិយាយលែងស្ដីហើយរៀងរាល់យប់សេលអ្នកភូមិនៅតែសំឡេងតុកបន្លឺចេញពីរោងត្បាល់នោះជានិច្ចទោះបីជាគេរុះរើរោងនោះចោលហើយក៏ដោយ